ជនភៀសសឹកថៃអង្វរលោកអនុទានឲ្យបញ្ចប់សង្គ្រាមតាមព្រំដែនមុនចូលឆ្នាំថ្មីជនភៀសសឹកថៃរាប់ម៉ឺននាក់បានអង្វរដល់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីចាំផ្ទះអនុទានឆាន់វីរៈគុលឲ្យប្រញាប់ដោះស្រាយចំនួនតាមព្រំដែនជាបន្ទាន់និងបញ្ចប់ការប្រយុទ្ធគ្នាឲ្យបានមុនចូលឆ្នាំថ្មីដើម្បីជាកាដូដល់អ្នករស់នៅតាមបណ្ដោយព្រំដែនជនភៀសសឹកជាង 10000 នាក់ដែលកំពុងច្រកកោននៅក្នុងជំរកបណ្ដោះអាសន្នមួយកន្លែងនៅក្នុងស្រុកមួងខេត្តប៊ូរីរ៉ាមបាននិយាយថាបំណងប្រាថ្នាដ៏ធំបំផុតរបស់ពួកគេគឺចង់បានសន្តិភាពនិងចង់ត្រឡប់ទៅផ្ទះវិញដើម្បីបន្តជីវភាពរស់នៅលោកស្រីសុវណ្ណឌីឡាំផាជាអ្នកស្រុកបានគ្រូតនៃខេត្តប៊ូរីរ៉ាមបានប្រាប់កាសែតបាងកកប៉ុស្តិ៍ថាអ្នកស្រីចង់ឲ្យរដ្ឋាភិបាលរបស់លោកអនុទានស្វែងរកដំណោះស្រាយបញ្ចប់ចំនួនជាអចិន្ត្រៃយ៍ហើយប្រសិនបើអាចធ្វើទៅបានលោកស្រីចង់ឲ្យការប្រយុទ្ធគ្នានេះបញ្ចប់នៅមុនចូលឆ្នាំថ្មីចំណែកអ្នកស្រីប្រាធមខុមខាមីនមកពីស្រុកឡាហានសៃបាននិយាយថាអ្នកស្រីមានសំណួរមួយសួរទៅនាយករដ្ឋមន្ត្រីអនុទានថាតើការប្រយុទ្ធគ្នានេះនឹងចប់នៅពេលណាអ្នកស្រីថាអ្នកស្រីនឹកផ្ទះនឹងមិនចង់ស្នាក់នៅក្នុងជំរកបណ្ដោះអាសន្នរយៈពេលយូរពេកនោះទេអ្នកស្រីបញ្ជាក់ថាជនភៀសសឹកទាំងអស់ចង់ឲ្យសង្គ្រាមបញ្ចប់ឆាប់ៗហើយពួកគេចង់បានសន្តិភាពមុនថ្ងៃចូលឆ្នាំថ្មីដើម្បីចាប់ផ្ដើមការប្រកបរបររកស៊ីជាថ្មីបើតាមអ្នកនាំពាក្យក្រសួងការពារជាតិថៃបានដឹងថាថៃមានប្រជាជនភៀសសឹកជាង400000នាក់កំពុងជ្រកកោននៅក្នុងជំរកបណ្ដោះអាសន្នការជំលៀសនេះកើតឡើងបន្ទាប់ពីយោធាថៃបើកការវាយប្រហារតាមផ្លូវអាកាសយ៉ាងសាហាវព្រៃផ្សៃមកលើកម្ពុជាកាលពីថ្ងៃទី7ខែធ្នូឆ្នាំ2025